បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេហើយទទួលទាននៅអាហារពេលព្រឹកហើយនៅហ្នឹងហើយថ្ងៃនេះមិនមានអីទេបងប្អូនគ្រាន់តែចង់នាំអារម្មណ៍បងប្អូនយើងមកកម្សាន្តអំពីទេសភាពមានព្រៃភ្នំហើយក៏ឆ្លៀតបង្ហាញបងប្អូនយើងអំពីអឺបឹងឈូកបងប្អូនបឹងឈូកហ្នឹងហើយអឺដែលស្ថិតនៅភូមិតង៉ែនហ្នឹងហើយឃុំតាក្រៀមស្រុកបាណន់ខេត្តបាត់ដំបងហើយជាទូទៅតាមដែលខ្ញុំសួរបងប្អូនប្រជាកសិករគាត់ធ្វើដាំឈូកនេះគឺចំណាយរយៈពេលប្រមាណជា3ខែទើបអាចប្រមូលផលបានបងប្អូនហ្នឹងហើយនេះឈូកនេះចិត្តប្រមូលផលហើយបងប្អូនហ្នឹងហើយដូចជាប្រមូលខ្លះហើយតែអឺចង់និយាយថាផ្លែវាធំមិនបានស្រុះគ្នាអញ្ចឹងបងប្អូនមិនបានស្រុះគ្នាទេវាធំរេរោងណាធំរេរោងអញ្ចឹងពេលខ្លះក៏បេះធំទៅហ្នឹងហើយបងប្អូនយើងបេះធំទៅហើយផ្ការបស់វាគឺថ្ងៃសិលបងប្អូនជាពិសេសថ្ងៃសិលគេបេះផ្កានឹងដើម្បីយកលក់ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងដែលកាន់នៅព្រះពុទ្ធសាសនាដើម្បីធ្វើជាគ្រឿងដង្វាយដល់ព្រះពុទ្ធហ្នឹងហើយដល់ព្រះពុទ្ធឬក៏ខាងបងប្អូនយើងព្រហ្មញ្ញសាសនាគាត់ធ្វើការសែនថ្វាយដល់គ្រូហ្នឹងហើយអញ្ចឹងតាមសាសនារៀងៗខ្លួនអញ្ចឹងអត្ថប្រយោជន៍ច្រើនណាស់បងប្អូនសម្រាប់ផ្កាឈូកនេះហ្នឹងហើយផ្កាឈូកទាំងផ្កាឈូកទាំងក្រអៅឈូកទាំងមើមឈូកទាំងផ្លែឈូកទាំងស្លឹកឈូកសិតតែជាអត្ថប្រយោជន៍អាចយកមកប្រើការបានរបស់បងប្អូនយើងបើសិនជាអាចគ្រប់គ្រងអឺសម័យពីដើមក៏គាត់យើងយកស្លឹកឈូកហ្នឹងដើម្បីវេចខ្ចប់នៅបាយនៅអាហារអីផ្សេងអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងវាក៏ជាសវត្ថភាពមួយជាជាងយើងប្រើស្នោដែរបងប្អូនហ្នឹងហើយអញ្ចឹងអានឹងយើងនិយាយអំពីអត្ថប្រយោជន៍ហើយតកតងជាមួយនឹងដើមរបស់វាវិញគឺពីមុនហ្នឹងយើងអាចទាញកាច់វាទាញជាជ័រវាហ្នឹងអាចធ្វើជាអំបោះដើមឈូកគឺគេធ្វើដែរបងប្អូនយើងខ្លះប្រហែលជាមិនធ្លាប់ឃើញហ្នឹងហើយតែគេធ្វើណាហ្នឹងហើយសម្រាប់មើមឈូកបងប្អូនយើងស្គាល់គ្រប់គ្នាគឺយើងយកមកស្លយកមកធ្វើអីផ្សេងហ្នឹងហើយកៅឈូកណាមើមឈូកដល់ពេលក្រអៅឈូកបងប្អូនយើងអាចយកមកស្លមកជូរដូចជាស្លមកជូរយើងហៅថាស្លមកជូរយួនណានឹងដាក់ត្រីឆ្អើរដាក់មានពេញប៉ោះមានលាយអីបន្តិចបន្តួចចឹងទៅគឺសម្លមកជូរបាននឹងឆ្ងាញ់ហ្នឹងហើយនិយាយហើយដូចហេវតែម្ដងបងប្អូនហ្នឹងហើយដាក់ម្ទេសហិលមកហ្នឹងហើយឆ្ងាញ់មួយយ៉ាងដែរហ្នឹងហើយដូចរៀបរាប់ខាងលើមកអញ្ចឹងការជូកគឺយើងយកបូជាថ្វាយអញ្ចឹងទៅតាមបែបសាសនារៀងខ្លួនអញ្ចឹងទៅហើយសម្រាប់ផ្លែវិញគឺយើងអាចលក់ខ្ចីក៏បានលក់ទុំក៏បានហ្នឹងហើយខ្ចីយើងអាចស្ងោរហូបហើយសម្រាប់ទុំយើងអាចលីងធ្វើជាកលីងឈូកដែលបងប្អូនយើងធ្លាប់ឃើញគេលក់កញ្ចប់ហ្នឹងហើយអញ្ចឹងវាមានប្រយោជន៍ច្រើនណាស់សម្រាប់ដំណាំឈូកនេះបងប្អូនយើងដំណាំឈូកនេះហើយតម្លៃថ្លៃគ្រាន់បើដែរហ្នឹងបងប្អូនថ្លៃគ្រាន់បើដែរហើយបងប្អូនយើងគយគន់មើលទេសភាពទៅហ្នឹងហើយបងប្អូនហ្នឹងហើយដូចតកតងជាមួយនឹងការប្រៀបធៀបរវាងមនុស្សនិងផ្កាឈូកគេថាបងប្អូនយើងបានឃើញផ្កាឈូកដុះមកស្អាតហ្នឹងហើយថែមទាំងតំណាងពណ៌មួយទៀតក្នុងចំណោម7ពណ៌គឺគេថាពណ៌ផ្កាឈូកបងប្អូនយើងស្គាល់គ្រប់គ្នាហើយដែលនៅបរទេសគេហៅ pink ណា pink បងប្អូនណាពណ៌ផ្កាឈូកហ្នឹងហើយអញ្ចឹង
ផ្កាឈូកនេះគឺបើយើងគិតទៅដុះចេញពីភក់មកខំប្រឹងប្រែងលូតចេញពីភក់មកតាមក៏ពិតមានជ្រប់មានភក់មានអីដុះមកយើងគិតថាវាអាក្រក់បងប្អូនមែនទេដល់ពេលអឺតឡើងផុតពីផុកមកប៉ះទឹកឡើងមកលើទទួលនៅពន្លឺថ្ងៃបែរទៅជាក្លិនយ៉ាងក្រអូបហើយត្រូវបានយើងជ្រើសរើសទុកជាដង្វាយព្រះទៅទៀតហ្នឹងហើយបងប្អូនហ្នឹងហើយអញ្ចឹងមានតម្លៃមែនទែនផ្កាឈូកហើយបងប្អូនយើងឃើញពីខាងក្រៅពួរផ្កាឈូកតែបងប្អូនយើងពេលដែលយើងបកស្លឹកត្របកនៃផ្កាហ្នឹងម្ដងមួយស្លឹកទៅគឺនឹងឃើញផ្កាវាពណ៌លឿងបងប្អូនណាពណ៌លឿងខាងក្នុងស្រស់ស្អាតណាស់បងប្អូនស្រស់ស្អាតណាស់ហ្នឹងហើយដល់ពេលផ្កាហ្នឹងរុះលំអងអស់អាពណ៌លឿងឯងចាប់ផ្ដើមដាក់គ្រាប់ដាក់សាច់ទៅចេញទៅជាផ្លែដែលបងប្អូនយើងអាចយកទៅបរិភោគបានទទួលទានបានអញ្ចឹងអត្ថប្រយោជន៍នៃដើមឈូកនេះគឺការឈូកអីផ្សេងនេះគឺល្អណាស់បងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនយើងនឹងរីករាយជាមួយនឹងវីដេអូរបស់ខ្ញុំបានហើយខ្ញុំសង្ឃឹមថាបងប្អូននឹងបានកាត់បន្ថយភាពស្មុគស្មាញទាំងឡាយទាំងពួងដែលបងប្អូនជួបប្រទះប្រចាំថ្ងៃក្តីជាយូរហើយក្តីសង្ឃឹមថាបងប្អូនយើងបានឃើញនៅវីដេអូរបស់ខ្ញុំហើយបងប្អូនអាចកាត់បន្ថយចោលខ្លះមួយចំនួនហើយយើងអាចផ្ដោតអារម្មណ៍ទៅលើវីដេអូនេះក៏លេចមើលអំពីមានទឹកអីចឹងទៅមានផ្កាឈូកអញ្ចឹងទៅខ្យល់បក់លហៀកអញ្ចឹងទៅហ្នឹងហើយបងប្អូនយើងអាចស្រស់ស្រាយមើលក៏លេចមើលទៅមានឃើញភ្នំបន្តិចទៅមានទឹកហូរមានខ្យងមានអីចឹងទៅបងប្អូនហ្នឹងហើយឥឡូវវីដេអូនេះបងប្អូនយើងឃើញមានខ្យងមានអីចឹងទៅមើលទៅអាចបងប្អូនយើងបន្ធូរអារម្មណ៍ខ្លះហ្នឹងហើយកុំឲ្យមានភាពស្មុគស្មាញច្រើនពេកខ្ញុំយល់ថាបងប្អូនទាំងអស់គ្នាទាំងគេទាំងខ្ញុំតែងតែមានសម្ពាធភាពស្មុគស្មាញជាប្រចាំថ្ងៃហ្នឹងវាបន្តិចម្ដងហ្នឹងហើយអឺទោះជាយ៉ាងណាក៏ដោយក៏បងប្អូនយើងកុំភ្លេចក្នុងការកំសាន្តខ្លះហើយកុំឲ្យផ្ដោតទៅលើតែការងារតែមួយមុខឬក៏រៀនតែមួយមុខក៏មិនល្អដែរហ្នឹងហើយដូចជាសម្រាប់អ្នករៀនសូត្រក៏យើងរៀនក៏យើងមានបែងចែកនៅពេលវេលារៀនហើយក៏យើងបែងចែកពេលវេលាសម្រាប់ហាត់ប្រាណហើយក៏យើងបែងចែកពេលវេលាសម្រាប់ចាក់ខុសអារម្មណ៍របស់យើងឲ្យបានកំសាន្តភ្នែកបានកំសាន្តអារម្មណ៍ខ្លះដែរយើងមិនអាចផ្ដោតទៅលើតែការរៀនសូត្រមួយមុខបានទេហ្នឹងហើយយើងផ្ដោតខ្លាំងពេកទៅអានឹង stress មែនទែនហ្នឹងហើយជាពិសេសបងប្អូនយើងថ្នាក់ទី9ទី12ហ្នឹងហើយគឺយើងផ្ដោតខ្លាំងណាស់ព្រោះជាដំណាក់កាលមួយដែលយើងធ្វើតេស្តសាកល្បងលើកទី1ថ្នាក់ទី9ក៏យើងបានទទួលនៅសញ្ញាបត្រមួយហើយសម្រាប់ថ្នាក់ទី12គឺយើងបានសញ្ញាបត្រមួយទៀតសម្រាប់ជាស្ពានឆ្លងទៅសាកលវិទ្យាល័យឬក៏ជាស្ពានឆ្លងទៅចាប់នៅអាជីពណាមួយដែលបងប្អូនយើងស្រឡាញ់ដូចជាគ្រូបឋមឬក៏ទៅជាពេទ្យប្រឡងពេទ្យឬក៏ទៅជាអីផ្សេងចឹងទៅអញ្ចឹងវាជាស្ពានអ្នកខ្លះគាត់មិនបានចង់ខាងពេទ្យមិនបានចង់ខាងគ្រូក៏គាត់ហ្នឹងហើយទៅរៀននៅសាកលវិទ្យាល័យបន្ថែមទៀតរយៈពេល4ឆ្នាំទៀតហ្នឹងហើយអ្នកខ្លះ4ឆ្នាំតែរៀនបានតែ3ឆ្នាំជាងអាចចប់មុនអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងយ៉ាងណាក៏ដោយបងប្អូនយើងកុំភ្លេចណាបងប្អូនរៀនហើយក៏យើងឆ្លៀតលំហែខ្លះឆ្លៀតសប្បាយខ្លះតែក្នុងរឿងខ្លះក៏ថាទីកន្លែងដែលមានបញ្ហាច្រើនបំផុតក៏ជាកន្លែងមួយដែលយើងអាចសម្រាប់អាចrelaxអាចរីករាយបានសូមបងប្អូនចេះធ្វើចិត្តហ្នឹងហើយក្នុងស្ថានភាពលំបាកហ្នឹងឲ្យទៅជាស្ថានភាពណាមួយដែលយើងអាចគេហៅថាកំពុងតែពិបាកវាអាចមានកន្លែងខ្លះបន្តិចហ្នឹងអាចយើងស្រួលបាននិយាយអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងកុំស្មុគស្មាញពេកព្រោះមនុស្សយើងនេះដើម្បីតែអាហារ3ពេលកុំស្មុគស្មាញច្រើនពេកយើងត្រូវតែគិត
ទទួលស្គាល់ថាយើងត្រូវតែគិតត្រូវតែគូរពីចំណូលពីការចិញ្ចឹមឪពុកម្ដាយបងប្អូនកូនប្រពន្ធមិត្តភក្តិការរាប់អានផ្សេងៗគឺយើងត្រូវតែមានប៉ុន្តែក៏យើងត្រូវតែមានពេលសម្រាប់ខ្លួនឯងក្នុងការលំហែខួរក្បាលហើយទៅពេលដល់ហើយកុំភ្លេចមួយទៀតគឺសុខភាពទាំងសុខភាពផ្លូវកាយទាំងផ្លូវចិត្តបងប្អូនសំខាន់បងប្អូនយើងឃើញមនុស្សខ្លះគាត់ឈួតគាត់ឈួតដោយសារអីដោយសារតែផ្លូវចិត្តគាត់វាពិបាកខ្លាំងណាបងប្អូនគិតអីលេងចេញស្មុគស្មាញអញ្ចឹងទៅ stress ឡើង full ទៅជាអញ្ចឹងទៅពង្វែងស្មារតីអញ្ចឹងទៅអញ្ចឹងជាការលើកទឹកចិត្តឲ្យបងប្អូនយើងទី1គឺយើងសិក្សាអំពីអារម្មណ៍របស់យើងផងអារម្មណ៍របស់យើងផងឲ្យអារម្មណ៍របស់យើងបានរីករាយផងកុំឲ្យស្មុគស្មាញរហូតអញ្ចឹងណាហ្នឹងហើយមិនបានទេហើយបើយើងអារម្មណ៍យើងល្អក៏យើងត្រូវតែថែទាំទៅលើសុខភាពផ្លូវកាយដែរអារម្មណ៍នឹងពាក់ព័ន្ធនឹងចិត្តហើយអញ្ចឹងសុខកាយក៏ត្រូវសុខអានេះសុបាយចិត្តណាក៏សុខកាយសុបាយចិត្តអញ្ចឹងសុខកាយយើងត្រូវតែថែទាំសុខភាពរបស់យើងដែរមានការលំហាត់ប្រាណអញ្ចឹងទៅរបបអាហារអញ្ចឹងទៅនឹងរបបអាហាររបបអីយើងប្រយ័ត្នប្រយែងទៅព្រោះឥឡូវស្អីក៏សារធាតុគីមីច្រើនអញ្ចឹងសូមបងប្អូនយើងប្រយ័ត្នប្រយែងទាំងអស់គ្នាហ្នឹងហើយក៏មិនមែនថាយើងគេចផុតពីអាការវិលទៅវិញទេអារឿងវិលទៅវិញវាគង់ទៅវិលអ្នកណាក៏វិលទៅវិញដែរហ្នឹងហើយតែគាត់ថាមុននឹងទៅវិញតើយើងបន្សល់អីគេខ្លះហ្នឹងហើយទុកគេឈ្មោះហ្នឹងហើយទុកគេឈ្មោះហើយអញ្ចឹងហើយបានខ្ញុំចិត្តទៅធ្វើវីដេអូជូនបងប្អូនយើងកំសាន្តទោះពេលខ្លះហ្នឹងវីដេអូនឹងត្រឡប់តលិនទីណាត់ទីណៃយ៉ាងណាក៏សូមអធិស្ឋានខន្តីនិងអភ័យទោសហើយសង្ឃឹមថាបងប្អូនយើងនឹងជួយគ្រប់គ្រងនៅវីដេអូរបស់ខ្ញុំបានធ្វើហ្នឹងហើយនេះជាលើកទី1ដែលខ្ញុំបញ្ចូលបងប្អូនបញ្ចូលសំឡេងណាហ្នឹងហើយជាទូទៅខ្ញុំដាក់ original ទាំងអស់ហ្នឹងហើយខ្ញុំដាក់វីដេអូផ្ទាល់ទាំងអស់គ្រាន់តែកន្លែងណាទៅក៏បិទសំឡេងខ្លះទៅក៏កាត់ចោលខ្លះទៅបងប្អូនអាកន្លែងខ្លះក៏មកកាត់ទៀតហ្នឹងហើយបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងខន្តីអភ័យទោសហើយសង្ឃឹមថាបងប្អូននឹងរីករាយជាមួយនឹងវីដេអូរបស់ខ្ញុំហ្នឹងហើយបានមើលទៅបានរីករាយផ្លូវអារម្មណ៍អញ្ចឹងទៅហ្នឹងហើយឥឡូវនេះឃើញក្មួយគាត់នៅតាមបណ្ដាខេត្តគាត់ស្គាល់គាត់ចូលមកជជែកលេងជាមួយខ្ញុំអញ្ចឹងទៅគាត់ថាដោយសារតែខ្ញុំឡើងឧស្សាហ៍និយាយថាមានតែបងប្អូនជនជាតិគេហ្នឹងហើយគេចូលមកចុះអញ្ចឹងមែនហ្នឹងហើយអត់សូវមានបងប្អូនខ្មែរទេឥឡូវបានក្មួយតែទៅចូលមកហើយជួនកាលនិទានរឿងផងជួនកាលអីផងទៅហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងទៅចោះសូមជូនពរឲ្យបងប្អូនរោគទទួលទានមានបានធ្វើដំណើរទៅទីណាក៏ដោយសូមឲ្យសុខជួបតែមនុស្សល្អហ្នឹងហើយអញ្ចឹងអរគុណច្រើនជម្រាបលាបងប្អូន